សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយចង់បង្ហាញថ្ងៃនេះខ្ញុំឆាត្រពាំងជាមួយពងមាន់ខ្ញុំបានទៅផ្សារអាស៊ីហើយក៏បានទិញត្រពាំងស្រស់មកហើយបើចង់ដឹងពីរបៀបធ្វើអាចចូលមើលទាំងអស់គ្នាហើយដំបូងខ្ញុំហាន់ត្រពាំងជាចំណិតទូចៗហើយនឹងចិញ្ច្រាំខ្ទឹមសហើយខ្ញុំដាក់ស្ងោរចំនួនប្រហែល20នាទីដើម្បីវាបាត់ហាងណាហើយនេះខ្ញុំដាក់ខ្ទះឲ្យខ្លះឲ្យក្តៅរួចខ្ញុំដាក់ខ្ទឹមសហើយនឹងពងមាន់2គ្រាប់ហើយបន្ទាប់មកខ្ញុំដាក់ត្រពាំងដែលស្ងោររួចហ្នឹងចាក់ចូលហើយយើងឆាវាហើយរួចខ្ញុំដាក់គ្រឿងស្ករប៊ីចេងហើយនឹងទឹកត្រីហើយនឹងប្រេងខ្យងបន្តិចផងដែរដើម្បីមានជាតិឆ្ងាញ់ហើយបន្ទាប់មកខ្ញុំដាក់ថែមមួយគ្រាប់ទៀតដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ណាហើយនេះឆ្អិនល្មមបងប្អូនហើយបើបងប្អូនចូលចិត្តវីដេអូជួយ follow ម្នាក់មួយផងអរគុណច្រើន